សួស្តីបងប្អូនទាំងអស់គ្នាបាទជួបគ្នាសាជាថ្មីវីដេអូមួយនេះគឺខ្ញុំនឹងបន្តចែកម្លែកនៅចំណេះដឹងនៅលើកុំព្យូទ័របាទចែកជូនទៅដល់បងប្អូនទាំងអស់គ្នាជាបន្តទៀតបាទកាលពីវីដេអូមុនគឺខ្ញុំបង្ហាញទាក់ទងទៅនឹង Microsoft Office Word មេរៀនទី2ក្នុងវីដេអូនេះគឺយើងនឹងបន្តមេរៀនទី2ជាបន្តទៀតហើយក្នុងវីដេអូថ្ងៃនេះគឺខ្ញុំនឹងលើកឡើងចំនួន4ចំណុចចែកជូនទៅដល់បងប្អូនទាំងអស់គ្នាជាបន្តទៀតបាទដែលចំណុចទី1គឺរបៀបបដូរពុម្ពអក្សរ font ហើយនិង size បាទទី2គឺរបៀបធ្វើឲ្យតួអក្សរនឹងពីធំទៅតូចពីតូចទៅធំបាទហើយនឹងទី3គឺរបៀបដាក់ subscript ហើយនិង superscript បាទដូចគីឡូម៉ែត្រនិងទឹកអញ្ចឹងដែរបាទនិងទី4គឺរបៀប clear format text បាទអញ្ចឹងយើងចូលទៅមេរៀនរបស់យើងតែម្ដងបាទជាដំបូងបងប្អូនត្រូវចូលទៅក្នុងកម្មវិធី Microsoft Word របស់បងប្អូនមកបាទអញ្ចឹងខ្ញុំមានជាមេរៀនសម្រាប់បង្ហាញដល់បងប្អូនទាំងអស់គ្នាហើយបាទអញ្ចឹងយើងចូលចំណុចទី1បាទចំណុចទី1គឺរបៀបបដូរ font អក្សរហើយនិងទំហំអក្សររបស់យើងឧទាហរណ៍ថាអានេះ font នេះណាអញ្ចឹងយើងចង់បដូរ font អក្សរទៅជា font ផ្សេងបងប្អូនចូលទៅកន្លែងនេះណាចូលទៅកន្លែង font នេះចុចអាសញ្ញាព្រួយនឹងមកបាទបន្ទាប់មកបងប្អូនជ្រើសរើស font អក្សរណាមួយដែលបងប្អូនស្រឡាញ់ពេញចិត្តបាទឥឡូវឧទាហរណ៍ខ្ញុំយក font នេះចុះបន្ទាប់មកយើងចង់បដូរនឹងsize ណាឲ្យវាធំឬក៏តូចបាទអញ្ចឹងបងប្អូនចូលនេះកន្លែងចិត្តគ្នា font មកអញ្ចឹងចូលយក size មកបាទយក size ធំឬតូចតាមអ្វីដែលយើងស្រឡាញ់ពេញចិត្តអញ្ចឹងទៅបាទចំណុចទី2គឺរបៀបធ្វើឲ្យតួអក្សរហ្នឹងធំនៅដើមបន្ទាត់ដូចជា hello everyone នេះឃើញទេអក្សរ H នេះជាអក្សរធំអញ្ចឹងយើងធ្វើឲ្យអក្សរធំនៅដើមបន្ទាត់ហើយនឹងធ្វើឲ្យអក្សរធំមួយពាក្យណាហើយនឹងធ្វើឲ្យអក្សរតូចទាំងអស់ធ្វើឲ្យអក្សរធំទាំងអស់ឃើញបងប្អូនឃើញនៅក្នុងអត្ថបទប្រយោគរបស់ខ្ញុំមួយៗបាទខ្ញុំមានរំលេចអាហ្នឹងអញ្ចឹងដើម្បីធ្វើបែបហ្នឹងបានបងប្អូនត្រូវចូលទៅ select លើអត្ថបទរបស់យើងពាក្យ clear របស់យើងហើយរួចហើយបងប្អូនចូលកន្លែងនេះណាចូលកន្លែងអក្សរ A ធំ A តូចនេះបងប្អូនចូលកន្លែងហ្នឹងមកចុចកន្លែងសញ្ញាព្រួយនេះវានឹងចុះនេះវាបង្ហាញអញ្ចឹងកាលណាចង់ឲ្យអក្សរធំនៅដើមបន្ទាត់នេះបងប្អូនយកលើមកដោយអានេះខាងលើហ្នឹងណាកាលណាបងប្អូនចង់ឲ្យអក្សរតូចទាំងអស់អក្សរមួយបន្ទាត់មួយប្រយោគហ្នឹងតូចទាំងអស់នេះបងប្អូនចូលអានេះចុចអាហ្នឹងទៅនេះចុចអាហ្នឹងទៅវានឹងចេញដោយអានេះណាដោយបន្ទាត់នេះបាទមកជួរនេះមកហើយកាលណាបងប្អូនចង់ឲ្យអក្សរហ្នឹងជាអក្សរធំទាំងអស់យើងវាយហើយយើងចង់ឲ្យវាទៅជាអក្សរធំទាំងអស់បងប្អូន select ហើយបងប្អូនចុចយកអាហ្នឹងមកនេះចុចយកអាហ្នឹងមកណាបាទនេះដោយអាក្នុងបន្ទាត់ក្រោមវានេះបន្ទាប់មកនេះបងប្អូនចង់ឲ្យវាមួយពាក្យជាអក្សរធំតែម្ដងជា capital letter តែម្ដងអញ្ចឹងចុចយកអានេះមកហើយវានឹងបង្ហាញបែបនេះហើយនេះដោយអក្សរបន្ទាត់ដែលខ្ញុំបានដាក់អក្សរធំអក្សរពណ៌ក្រហមហ្នឹងបាទចំណុចមួយទៀតទាក់ទងទៅនឹងរបៀបដាក់ subscript ហើយនិង superscript អញ្ចឹងរបៀបដាក់ subscript ហើយនិង superscript ខ្ញុំមានជាមេរៀននេះមួយបាទសម្រាប់ចែកលេខទៅដល់បងប្អូនអរគ្នាបាទអញ្ចឹងបងប្អូនឃើញនេះណាមានទឹកនេះអញ្ចឹងធម្មតាយើងវាយធម្មតាគឺវាអត់ចេញទេដូចជាគីឡូម៉ែត្រអញ្ចឹងដែរតែឥឡូវឧទាហរណ៍ខ្ញុំវាយឲ្យសិនគីឡូម៉ែត្រយើងសេអក្សរ K និងអក្សរ M ហើយដាក់លេខ2អញ្ចឹងដាក់លេខ2យើងធ្វើម៉េចវាអត់ចេញទេឃើញទេបងប្អូនឃើញទេបាទវាអត់ឡើងទៅលើទេអញ្ចឹងដើម្បីដាក់ឲ្យឡើងទៅលើមួយទៀតចង់ឲ្យនឹងក្រោមដែរដូចជាទឹកអក្សរ X ហើយលេខ2អក្សរ O បាទគឺនេះវាអត់ចុះក្រោមទេអញ្ចឹងដើម្បីចង់ឲ្យវាឡើងទៅលើចង់ឲ្យវាចុះមកក្រោមតើធ្វើម៉េចបាទអញ្ចឹងបងប្អូនវាយហើយបងប្អូនគ្រាន់តែ select លើលេខ2ហ្នឹងមកបងប្អូនចង់ឲ្យឡើងលើបងប្អូនចុចនេះនៅលើនេះឡើងលើហើយឃើញទេបាទហ៎បាទនេះបងប្អូនចង់ឲ្យចុះក្រោម select វាហើយបងប្អូនចូលកន្លែងអក្សរ X ហើយលេខ2នឹងក្រោមនេះនឹងវាចុះក្រោមហើយឬក៏បងប្អូនចូលទៅកន្លែងមួយទៀតក៏បានដែរបងប្អូន select ចឹងមកហើយណាបងប្អូនចូលកន្លែងនេះបងប្អូនចុចកន្លែងហ្នឹងមករួចហើយវាមកចេញមក dialog នេះមួយបងប្អូនចុចsuperscript នេះយើងចុច tick យក superscript រួចហើយចុច OK មកវាឡើងទៅលើហើយដល់នេះចឹងដែរយើងចង់ឲ្យវាចុះក្រោមយើងចុចកន្លែងដូចមិញមករួចហើយវាចេញ dialog នេះមកបងប្អូនចុច tick យក subscript នេះចុចយកប្រអប់ subscript នេះមកឬហើយចុចអូខេនោះវាធ្លាក់ចូលមកក្រោមហើយបាទអញ្ចឹងយើងចូលចំណុចទី4មួយទៀតជាចំណុចចុងក្រោយបាទចំណុចទី4គឺរបៀប clear format text បាទអញ្ចឹងយើងចង់ clear format text យ៉ាងម៉េចបាទអញ្ចឹងតើតើទៅនឹងការ clear format បាទបងប្អូនត្រូវការឧទាហរណ៍ថាអត្ថបទនេះខ្ញុំ select ដាក់ពណ៌ណាដាក់ពណ៌ highlight ចេះណាហើយអានេះខ្ញុំដាក់
ពណ៌អក្សរប៉ុណ្ណេះហើយអត្ថបទទាំងអស់ហ្នឹងខ្ញុំដាក់នៅចំកណ្ដាលឬក៏ខ្ញុំយកនៅខាងនេះវិញខ្ញុំយកឲ្យវានៅតម្រឹមខាងនេះតបមកយើងចង់ដាក់ bullet number ទៀតណាចង់ដាក់ bullet number បែបនេះបន្ទាប់មកយើងចង់ឲ្យមានគូបន្ទាត់ពីក្រោមទៀតបាទអញ្ចឹងដើម្បីយើង clear format ទាំងអស់ហ្នឹងណាយើងមិនបាច់ទៅ select ម្ដងមួយទេយើង clear ទាំងអស់ម្ដងទាំងអស់តែម្ដង format ទាំងអស់យើងគ្រាន់តែ select លើវានឹងហើយរួចហើយបងប្អូនចូលទៅកន្លែងអក្សរ A មានជាប់លុបនេះចុចទៅកន្លែងអក្សរ A នឹងជាប់លុបមកបាទអញ្ចឹងខ្ញុំចុចអក្សរ A នឹងមកបាទអញ្ចឹងវានៅតែ highlight ទេអញ្ចឹងវានៅតែប៉ុណ្្នឹងទេបាទអញ្ចឹងវីដេអូថ្ងៃនេះគឺមានតែប៉ុណ្ណេះសម្រាប់មេរៀនទី2ចុងក្រោយសូមអ្នកទាំងអស់គ្នាជួយចុច like ជួយ follow page និងជួយចុច subscribe លើ channel YouTube ដើម្បីទទួលបាននៅវីដេអូថ្មីៗជាបន្តទៀតបាទសូមអរគុណជួបគ្នានៅវីដេអូក្រោយបាយបាយ